បាទជំរាបសួរបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំកំពុងតែស្ថិតនៅមុខទីតាំងសហគមន៍មួយកន្លែងបងប្អូនច្បាស់ជាស្គាល់ទេតកតងទៅនឹងសហគមន៍មួយកន្លែងនេះបាទសហគមន៍មួយកន្លែងដែរគឺមានឈ្មោះថាសហគមន៍នេសាទព្រៃថ្នោតបងប្អូនចង់ដឹងថាតកតងទៅនឹងសហគមន៍នេសាទព្រៃថ្នោតមានការរៀបចំក៏ដូចជាទីតាំងអីធំទលាយបែបណាហើយមានសេវាកម្មអីខ្លះបងប្អូនចាំទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាជួបជាមួយនឹងអ៊ំប្រុសទាំងអស់គ្នាបាទជំរាបសួរបាទជំរាបសួរអ៊ំឈ្មោះអីដែរខ្ញុំបាទឈ្មោះម៉ាត់យប់អ៊ំមានទូនាទីអីដែរខាងសហគមន៍ហ្នឹងខ្ញុំមិនមានទូនាទីអីទេនៅក្នុងសហគមន៍ក៏ប៉ុន្តែខ្ញុំប្រជាការពារនៅក្នុងភូមិព្រែកណោតប្រជាការពារបាទអញ្ចឹងមិនមែនជាសមាជិកសហគមន៍ទេតែចូលសមាជិកសហគមន៍ដែរចូលដែរបាទអ៊ំអាចដឹងទេតកតងទៅនឹងសហគមន៍នេសាទព្រៃថ្នោតហ្នឹងគឺមានការរៀបចំក៏ដូចជាសេវាកម្មអីខ្លះតកតងនឹងការទទួលភ្ញៀវសប្តាហ៍ថ្ងៃហ្នឹងគេមានរៀបចំដូចជាមហូបអាហារអីហ្នឹងឥឡូវហ្នឹងនៅកន្លែងហ្នឹងគេមិនសូវមានអីទេបែរគេកំងដូចថាភ្ញៀវមកអញ្ចឹងគេកំងមកពីលងធំវាអត់ទាន់ចិត្តកំងពីលងធំវិញហ្នឹងហើយតកតងនឹងគ្រឿងសមុទ្រអីបើសិនជាភ្ញៀវគាត់ចង់មកលក្ខណៈស្នាក់នៅមួយយប់ឬក៏ពីរយប់គាត់ចង់បានគ្រឿងសមុទ្រស្រស់ៗអាចមានទេបានតែដល់តកតងនឹងប្រធានសហគមន៍គេហ្នឹងហើយសហគមន៍បាទតកតងទៅនឹងសហគមន៍នេសាទព្រៃថ្នោតហ្នឹងគឺមានការអភិរក្សទៅលើអីខ្លះពពូអភិរក្សដូចជានេះដូចថាគេធ្វើកន្លែងចិញ្ចឹមក្រែងទូកទេសចរបាទហើយនឹងអញ្ចឹងតកតងទៅនឹងបងដែលគាត់សកម្មនៅក្នុងទឹកហ្នឹងគឺគាត់ហ្នឹងហើយតកតងទៅនឹងការដាក់ស្បៃចិញ្ចឹមក្រែងបាទហ្នឹងហើយក្រែងឈាមហ្នឹងមែនបងក្រែងឈាមតកតងទៅនឹងគ្រឿងសមុទ្រដូចជាក្រែងឈាមប្រភេទផ្សេងទៀតដូចជាសត្វលីកថាដោយសហគមន៍ព្រៃថ្នោតនេះគឺមានការអភិរក្សដូចជាសត្វសោតទៀតហ្នឹងហើយមានអភិរក្សទៅលើសត្វអីខ្លះពូសត្វឃើញគេទៅមើលសត្វសោតនៅក្នុងសមុទ្រអញ្ចឹងហ្នឹងហើយតកតងទៅនឹងសត្វសោតហ្នឹងសត្វប្រមិចសត្វអីហ្នឹងសត្វប្រមិចទៀតហ្នឹងហើយគេហៅអីអណ្ដើកទឹកហ្នឹងអណ្ដើកទឹកដាក់សមុទ្រហ្នឹងហើយចូលបើសិនជាបងប្អូនយើងក៏ចង់មកលេងអ្នកតកតងទៅនឹងអ្នកចម្ងាយដែលអ្នកនៅតាមបណ្ដាខេត្តក៏ដូចជាអ្នករាជធានីភ្នំពេញបើគាត់ចង់មកមើលផ្សោតពេលណាដែលជាពេលមួយដែលល្អសម្រាប់គាត់គេច្រើនទៅបើនោះវិញគេទៅមើលពេលព្រឹកបងណាបាទមេឃឆ្ងប់ហើយតាក់តងជាមួយនេះទូកគេនេះអ្នកដឹកភ្ញៀវនេះបាទជួយតាក់តងនឹងការទៅមើលផ្សោតហ្នឹងមើលបានជារួម24ម៉ោងនេះយើងអាចមើលគ្រប់ពេលឬក៏មិនយើងមើលឬក៏មើលបានតែពេលណាមួយទេតែមេឃវាឱកាសល្អដូចថាមេឃបណ្ដោយផលមេឃឆ្ងប់អីអញ្ចឹងវាងើបសត្វហ្នឹងហើយអញ្ចឹងភ្ញៀវមើលឃើញបើនិយាយទៅតាក់តងទៅនឹងបងប្អូនបើសិនជាបងប្អូនចង់មកមើលតាក់តងទៅនឹងផ្សោតបងប្អូនពេលវេលាដែលល្អបំផុតគឺពេលព្រឹកហ្នឹងហើយបាទហើយបងប្អូនមុននឹងមកគឺបងប្អូនត្រូវមើលតាក់ទងទៅនឹងអាកាសធាតុបន្ទង់និយមដែរតើដូចថាមេឃភ្លៀងមេឃអីអញ្ចឹងវាអត់ងើបអីទៅមើលអត់ឃើញទៀតអញ្ចឹងវាពិបាកនឹងធ្វើដំណើរចេញទៅមើលទៀតអញ្ចឹងដល់មេឃឆ្លាស់មិនអាចមើលឃើញត្រីផ្សោតហ្នឹងហើយហ្នឹងហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់មើលតាក់ទងទៅនឹងត្រីផ្សោតបងប្អូនអាចមើលតាក់ទងទៅនឹងអាតុនិយមក៏ដូចអាកាសធាតុមុន2 3ថ្ងៃទៅបងប្អូនចង់មកស្នាក់នៅប្រហែលថ្ងៃបងប្អូនមើលតាក់ទងនឹងអាកាសធាតុទៅហើយទៅបាទដើម្បីងាយស្រួលពេលបងប្អូនធ្វើដំណើរមកស្នាក់នៅសហគមន៍នេសាទព្រៃថ្នោតនេះគឺមកចំហើយមើលឃើញអត់ខកបំណងទេជលពូតាក់ទងទៅនឹងសេវាកម្មផ្ទះស្នាក់អីទាក់ទងការស្នាក់នៅអីមិនដែរហ្នឹងច្រើនគេយកដាក់តង់មកស្នាក់នៅហ្នឹងហ្មងបោះតង់នៅលើកញ្ចុះហ្នឹងហ្មងនៅលើកញ្ចុះហ្នឹងហ្មងអញ្ចឹងទាក់ទងនឹងតម្លៃអីយ៉ាងម៉េចដែរគេគិតយ៉ាងម៉េចដែរហ្នឹងដល់សហគមន៍គេបាទដឹងខ្ញុំអត់គឺជាសហគមន៍ខ្ញុំអត់សូវបកស្រាយច្បាស់ហើយហ្នឹងហើយអត់ដឹងទេហ្នឹងហើយបងប្អូនទាក់ទងនឹងតម្លៃខ្ញុំអត់ទាន់បញ្ជាក់បងប្អូនទេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមបងប្អូនជួយ like និង share វីដេអូនេះឲ្យបងប្អូនយើងបានស្គាល់បានឃើញផងទាក់ទងទៅនឹងអ្នកដែលតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសុភ័ណ្ឌនិងលោកពូក៏សូមអរគុណសូមជម្រាបលាសូមអរគុណ